នេះជារឿងនិទានបែបភ័យរន្ធត់និងអប់រំចិត្តស្ដីពីអាថ៌កំបាំងព្រៃជ្រៅនិងព្រៃស៊ីមនុស្សកាលពីយូរលង់ណាស់មកហើយនៅក្បែរជួរភ្នំដាច់ស្រយាលមួយមានភូមិមួយឈ្មោះថាភូមិអូស្ងាត់នៅកណ្ដាលព្រៃក្បែរភូមិនោះមានបឹងធំមួយដែលសម្បូរទៅដោយផ្កាឈូកដុះស្កេះស្កាស់ប៉ុន្តែបឹងនោះត្រូវបានអ្នកភូមិប្រសិទ្ធនាមថាបឹងឈូកឈាមព្រោះគ្មាននរណាម្នាក់ដែលទៅបេះឈូកនៅទីនោះហើយបានត្រឡប់មកវិញដោយមានជីវិតឡើយចាស់តែងតែដំណាលថានៅក្នុងបឹងនោះមានព្រៃក្បាល8ដ៏សាហាវឃោឃៅរស់នៅវាមានក្បាល8បង្វិលមើលបានគ្រប់ទិសហើយក្បាលនីមួយៗសុទ្ធតែឃ្លានសាច់មនុស្សជានិច្ចនៅក្នុងភូមិនោះមានបងប្អូន2នាក់បងប្រុសឈ្មោះធេរាជាមនុស្សលោភលន់និងមានះចំណែកប្អូនប្រុសឈ្មោះដាវីជាមនុស្សស្លូតបូតនិងចេះស្ដាប់ដំបូលមានចាស់ទុំថ្ងៃមួយមានសេដ្ឋីម្នាក់ក្នុងស្រុកបានប្រកាសថាបើនរណាអាចទៅបេះផ្កាឈូកមាស5ពណ៌នៅកណ្ដាលបឹងនោះមកឲ្យលោកបានលោកនឹងប្រគល់មាសប្រាក់យ៉ាងសន្ធឹកសន្ធាប់ដោយសារតែភាពលោភលន់ចង់មានចង់បានធេរាជាបងបានសម្រេចចិត្តរៀបចំទូកដើម្បីទៅបឹងឈូកឈាមទោះបីជាដាវីជាប្អូននិងអ្នកភូមិខាត់យ៉ាងណាក៏មិនស្ដាប់ដែរដាវីបារម្ភពីបងពេកក៏សម្រេចចិត្តជិះទូកទៅជាមួយដែរដើម្បីជួយមើលការខុសត្រូវបងប្អូនទាំងពីរនាក់ទូកចូលទៅក្នុងបឹងនៅពេលល្ងាចស្រទុំពេលទៅដល់កណ្ដាលបឹងទឹកដែលធ្លាប់ថ្លាស្វែងក៏ប្រែពណ៌ខ្មៅស្រអាប់ហើយក្លិនឆ្អាបឈាមភាយឡើងពេញអាកាសភ្លាមនោះពួកគេបានឃើញផ្កាឈូកមាសដ៏ស្អាតប្លែកមួយកំពុងរីកយ៉ាងត្រចះត្រចង់ធេរាត្រេកអរណាស់ក៏លូកដៃប្រុងនឹងបេះស្រាប់តែផ្ទៃទឹកចាប់ផ្ដើមបោកបក់យ៉ាងខ្លាំងទឹកបឹងឡើងរលកខ្ពស់រួចលិចចេញនៅស្រមោលខ្មៅដំកងអណ្ដែតឡើងពីក្នុងទឹកវាគឺជារូបរាងដ៏គួរឲ្យរន្ធត់របស់ព្រៃក្បាល8រូបរាងរបស់វាធំខ្មៅដូចដំរីសាមានដៃជើងវែងដូចឫសឈើក្បាលទាំង8ដុះជុំវិញក្បាលធំតែមួយភ្នែកក្រហមច្រាលដូចភ្លើងនរកអណ្ដាតវែងលៀនចេញមកក្រៅខំទំពាធ្មេញលឺសូរក្រឹកគួរឲ្យព្រឺសម្បុរសំឡេងរបស់វាក្បាលទាំង8ស្រែកសើចព្រមគ្នាកំពប់ទឹកបឹងបន្លឺសំឡេងរង្គើព្រៃហាអាមនុស្សល្ងងខ្លៅពួកឯងមកធ្វើជាចំណីអញហើយធេរានិងដាវីភ័យស្លន់ស្លោរហូតជ្រុះចែវពីដៃព្រៃក្បាល8មិនបង្អង់យូរឡើយវាបានប្រើដៃដ៏វែងរបស់វាចាប់ទាញជើងធេរាជាបងឡើងលើអាកាសក្បាលទី1និងទី2របស់វាបានខំត្របាក់យកសាច់ដៃសាច់ជើងស្រស់របស់ធេរាភ្លាមធេរាស្រែកយំដោយការឈឺចាប់ពន់ពេកដាវីអើយជួយបងផងបងខុសហើយដែលមិនស្ដាប់ពាក្យគេប៉ុន្តែមិនទាន់នឹងនិយាយចប់ផងក្បាលដទៃទៀតបានស្ទុះមកដណ្ដើមគ្នាខំទំពារហូតធេរាបាត់បង់ជីវិតយ៉ាងអនាយធមឃើញទិដ្ឋភាពដ៏រន្ធត់បែបនេះដាវីដឹងខ្លួនមិនអាចរត់រួចឡើយគាត់ក៏លុតជង្គង់នៅលើទូកលើកដៃប្រណម្យនឹកដល់គុណព្រះរតនត្រ័យគុណម្ដាយឪពុកនិងសច្ចធម៌ដែលខ្លួនមិនដែលបំពានច្បាប់ភូមិដាវីបានស្រែកថាបើជីវិតខ្ញុំត្រូវស្លាប់នៅទីនេះសូមឲ្យការស្លាប់នេះជួយដាស់តឿនដល់មនុស្សលោកកុំឲ្យលោភលន់អកុសលដូចបងប្រុសរបស់ខ្ញុំអីពេលដែលព្រៃក្បាល8លូកដៃមកបំរុងនឹងចាប់ហែកដាវីស៊ីជាចំណីបន្តស្រាប់តែមានពន្លឺសិលធម៌ដ៏បរិសុទ្ធចេញពីដួងចិត្តរបស់ដាវីជះចេញជាពន្លឺពណ៌មាសយ៉ាងខ្លាំងពន្លឺនោះបានជះចំភ្នែកទាំង15មួយរបស់ព្រៃក្បាល8ធ្វើឲ្យវាឈឺចុកចាប់យ៉ាងខ្លាំងរហូតស្រែករោពេញបឹងអូយភ្នែកអញក្តៅណាស់មនុស្សនេះមានចិត្តធម៌បរិសុទ្ធណាស់អញស៊ីមិនបានទេព្រៃក្បាល8ក៏បានលិចចូលទៅក្នុងបាតបឹងដ៏ជ្រៅទៅភ្លាមនោះខ្យល់ព្យុះ
ក៏ស្ងប់ស្ងាត់ផ្ទៃទឹកប្រែជាធម្មតាវិញដាវីបានប្រើដៃកាយទឹកអុំទូកត្រឡប់មកភូមិវិញទាំងក្តីរន្ធត់និងសោកស្ដាយបងប្រុសចាប់តាំងពីពេលនោះមកអ្នកភូមិលែងមាននរណាហ៊ានទៅជិតបឹងនោះទៀតឡើយហើយរឿងរ៉ាវរបស់ព្រៃក្បាល8បានក្លាយជាមេរៀនប្រដៅកូនចៅតរៀងមក